Dịpនេះជាម៉ោង10កន្លះហើយលោកប្អូននឹងមកឲ្យយោបល់ដំបូងមួយដែលពាក្យស្លោកហ្នឹងវាអាចត្រូវនឹងបទពិសោធន៍ដំបូងដែលជាអ្នកសិក្សាឬក៏អ្នកដែលគាត់ប្រឹងប្រែងគាត់មានគោលដៅក្នុងជីវិតរបស់គាត់ដល់ពិតប្រាកដហ្នឹងគឺវាអត់មានភាពសុខស្រួលទេពាក្យស្លោកសំស្ក្រឹតហ្នឹងគេលើកឡើងថាអ្នកដែលសិក្សាហ្នឹងគឺអត់មានភាពសំណុកទេវាត្រូវតែលះបង់ត្រូវតែស្វាហាប់ត្រូវមានន័យថាលុតដំហ្មងទោះបីជាមានបញ្ហាអីគឺត្រូវតែលុតដំឡើងអញ្ចឹងនៅក្នុងពាក្យស្លោកហ្នឹងវាមិនមែនតែជាអ្នកសិក្សាទេសូម្បីតែអ្នករកស៊ីអ្នកដែលគាត់ចង់ធ្វើអីមួយក្នុងជីវិតហ្នឹងគឺគាត់មិនអាចនៅសុខស្រួលបានទេលោកប្អូនចាំលោកឪពុកលោកប្អូនគាត់អ្នកម្ដាយនឹងគាត់សឹងតែគាត់មួយយប់ហ្នឹងគឺគាត់សម្រានបានតិចបំផុតគាត់ត្រូវងើបម៉ោងប៉ុន្មានដើម្បីដាំបាយចាំទិដ្ឋភាពជាងគេគឺអ្នកម្ដាយងើបដាំបាយពេលម៉ោង3ម៉ោង4ពុកងើបម៉ោង3ម៉ោង4សលៀងចបទៅមើលទ្រូមើលបកាយគាត់ណាអាត្មាធ្លាប់ចាំទិដ្ឋភាពមួយនឹងហើយផឹកឡើងឆាបាយជុំគ្នាអញ្ចឹងពាក្យស្លោកនេះគឺលោកប្អូននៅតែចាំថាជាពាក្យស្លោកដែលអាចជំរុញចិត្តរបស់យើងនឹងឲ្យពេលយើងគេហៅ burn out យើងបាត់បង់ចំណងក្នុងការរៀនការយើងរំលឹកមើលខ្លួនឯងថាវាគ្មានចំណុចណាមួយស្រួលទេសម្រាប់ជីវិតហ្នឹងត្រូវងើបម៉ោងប៉ុណ្ណេះទៅធ្វើការត្រូវលុតដំវាអត់មានពេលណាមួយយើងត្រូវគេថាដោយពាក្យហ្នឹងវាត្រឹមត្រូវមែនវាអត់មានភាពសំណុកទេវាត្រូវតែលះបង់អញ្ចឹងអំរែកជីវិតហ្នឹងអានឹងខ្លួនមួយច្រើននៅយើងមានគ្រួសារទៀតនឹងអំរែកកាន់តែឆ្ងាយទៀត